Dạ bông ônថ្ងៃនេះយើងមកធ្វើទឹកគ្រឿងបែបងាយៗគឺយើងដាក់អំពិលខ្ចីយើងនឹងទៅក្នុងទឹកដើម្បីស្ងោរសិនការប៉ាត់បាត់មានអំពិលខ្ចីយើងប្រើអំពិលទុំក៏បានដែរហើយដាក់ជាមួយនឹងប្រហុកយើងទៅហើយខ្ញុំនឹងឆ្លៀតទៀតថែមគ្រឿងផ្សំប៊ីចេងស្ករអំបិលហ្នឹងដាក់ចូលទៅក្នុងទឹកហ្នឹងឲ្យហើយអញ្ចឹងយើងស្ងោរទឹកម្ជូរទឹកប្រហុកយើងទុកឲ្យវាត្រជាក់ម្លាយសិនទៅត្រជាក់អ៊ុនៗអីចឹងឬក៏ក្តៅអ៊ុនៗអីចឹងហើយយើងងាកមកអាំងអញ្ចឹងយើងអាំងត្រីហើយនឹងខ្ទឹមនិងម្ទេសតែនេះអត់មានត្រូវអាំងម្ទេសទេព្រោះម្ទេសអស់មកដែរហើយអញ្ចឹងប្រហុកក៏យើងអាចយកមកអាំងក្នុងពេលនឹងបានដែរហើយយើងឆ្លៀតអាំងជាមួយនឹងបន្លែត្រប់វែងទៀតព្រោះខ្ញុំចូលចិត្តញ៉ាំត្រប់វែងហើយនៅពេលដែលត្រីអាំងឆ្អិនរួចហើយហ្នឹងយើងចាប់ផ្ដើមយកត្រីមកបេះយកឆ្អឹងយកឆ្អែងឲ្យវាចេញអស់ទៅណានេះក្តៅណាស់បងប្អូនអើយក្តៅមែនទែនហើយអាំងបានក្រៀមល្អហើយនៅពេលដែលយើងបេះរួចហើយយើងបេះត្រីរួចយកឆ្អឹងរួចហើយបេះខ្ទឹមយកតែសាច់រួចហើយជ្រុំទឹកប្រហុកយើងមិញហ្នឹងទឹកម្ជូរទឹកប្រហុកយើងនឹងមិញរួចហើយយើងចាប់ផ្ដើមមកបុកទឹកគ្រឿងជាទឹកគ្រឿងតែងាយស្រួលធ្វើបំផុតធ្វើបានលឿនបំផុតយើងចាប់ផ្ដើមមកបុកទឹកគ្រឿងមកតែតបចឹងណាពេលដែលយើងដាក់អាំងត្រីហ្នឹងយើងរត់ទៅលេងបន្លែទៅដាំបាយទៅអញ្ចឹងនៅពេលដែលយើងបេះត្រីរួចហើយយើងធ្វើតែមួយផ្លេតទេហើយព្រោះរបស់ដែលត្រូវធ្វើផ្សេងហ្នឹងយើងត្រៀមរួចរាល់អស់ហើយយើងឆ្លៀតទៅហើយនេះយើងបុកខ្ទឹមសិនទៅឲ្យវាម៉ត់មុនព្រោះថាបើដាក់លាយជាមួយសាច់ត្រីយើងខ្លាចខ្ទឹមយើងហ្នឹងវាអត់ម៉ត់វាអត់ល្អិតតែមិនល្អិតខ្លាំងអីក៏បានដែរតាមពិតទៅហើយយើងដាក់សាច់ត្រីយើងនឹងទៅបុកទៅអញ្ចឹងសាច់ត្រីបញ្ជាក់អ្នកខ្លះគាត់ស្ងោរផងគឺស្ងោរទាំងប្រហុកស្ងោរទាំងសាច់ត្រីតែខ្ញុំចូលចិត្តអាំងឲ្យវាឈ្ងុយតិចទៅហើយប្រហុកហ្នឹងក៏អាំងទៅក៏ឈ្ងុយល្អដែរតែខ្ជិលដល់តែកាត់ស្លឹកគេអញ្ចឹងស្ងោរទៅវាលឿនហើយមិនពិបាកច្រាំទៀតផងជ្រុំចេញមកបានស្រួលវាខ្ជិលដែរហ្នឹងម្ដងយើងធ្វើអីងាយស្រួលដូចទម្លាប់បងប្អូនឃើញខ្ញុំធ្វើតាំងពីដើមមកអញ្ចឹងគឺខ្ញុំធ្វើអីតែស្រួលហើយងាយចឹងឯងនេះយើងចាក់ទឹកប្រហុកទឹកអំបិលយើងនឹងចូលមកទៅលាយចូលគ្នាឲ្យវារៀងខាំបន្តិចអញ្ចឹងយើងទៅជ្រុំថែមមកកាប់ទៅទឹកប្រហុកនៅក្នុងឆ្នាំងអត់អស់ទេអញ្ចឹងយើងទៅជ្រុំថែមមកហើយយើងភ្លក់រសជាតិមកបើថាស្ទើអីថែមនឹងទៅតាមចំណូលចិត្តគ្រួសារនីមួយតែខ្ញុំនឹងរៀងស្ទើស្ករខ្ញុំថែមស្ករបន្តិចទៅជាស្ករសវិញហើយចាប់ដើមដួសដាក់ចានមកតែប៉ុណ្្នឹងទៅរួចហើយនេះចាម៉ាក់ខ្ញុំបងប្អូនឲ្យតែទឹកគ្រឿងប្រើអន្លក់ផ្កាកំប្លោកស្ពៃកញ្ញាញ់អីចឹងទៅហើយស្ដៅផ្កាស្ដៅអីហ្នឹងណាគាត់ប្រើទឹកគ្រឿងជារបៀបសាច់ត្រីហើយមើលផ្កាកំប្លោកខ្ញុំអស់ផ្កាលេងដោយសារទុកក្នុងទូទៅវាស្លោកទៅផ្កាវាអត់សាប់ខ្ញុំបេះចោលតែម្ដងណាហើយផ្កាថ្ងាន់ហ្នឹងមានម៉ាក់ប៉ាកូនសិស្សណាទេគាត់ឲ្យមកទៅនឹកឃើញចង់ធ្វើទឹកគ្រឿងអញ្ចឹងណាយើងញ៉ាំទៅនិយាយទៅសម្រាប់ខ្ញុំជាលើកទី1ដែលខ្ញុំញ៉ាំផ្កាថ្ងាន់ហ្នឹងណាតែឆ្ងាញ់រសជាតិវាត្រូវជាមួយនឹងទឹកគ្រឿងហ្នឹងមែនឆ្ងាញ់ណាហើយដាក់មួយម៉ាត់មកមានម្ទេសមានអីចឹងនេះជាពិសេសជាមួយស្ពៃកញ្ញាញ់នេះអើយឆ្ងាញ់